ជំរាបសួរជនរួមជាតិទីគោរពជាទីរាប់អានថ្ងៃនេះរាជរដ្ឋសភាកម្ពុជានឹងបានបោះវចនានុក្រមលើកទី2ដើម្បីចេញលក់ជាសាធារណៈតាមពិតយើងមានអេបរួចហើយអេបវចនានុក្រមនេះមិនត្រូវចំណាយថវិកាទេប៉ុន្តែត្រូវមានការសំណូមពរជាច្រើនរបស់មហាជនឲ្យយើងបានរៀបចំបោះហើយបោះនេះគឺយើងបោះរួចហើយដោយមានការឧបត្ថម្ភពីសម្ដេចតេជោចំនួន 1000 ក្បាលហើយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកជំទាវបានជួយផ្ដល់100 ក្បាលប្រធានអគ្គិសនីកម្ពុជាបានជួយ140 ក្បាលរដ្ឋមន្ត្រីក្រសួងធនធានទឹកជួយ100 ក្បាលរដ្ឋមន្ត្រីក្រសួងសុខាភិបាលជួយ100 ក្បាលហើយរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទជួយ100 ក្បាលហើយរដ្ឋមន្ត្រីក្រសួងការងារលោកក៏ជួយ100 ក្បាលហើយរដ្ឋមន្ត្រីក្រសួងនាវានុវត្តន៍ជួយ100 ក្បាលបូកទាំងអស់នេះគឺជាអំណោយរបស់ឯកឧត្តមនិងលោកជំទាវសម្ដេចដែលលោកបានផ្ដល់ឲ្យយើងនឹងលក់សារនេះយើងអត់ផ្ដល់ជូនជាកាដូឬអនុស្សាវរីយ៍ទេយើងសុំលក់ហេតុអីបានជាយើងលក់ដើម្បីយកថវិកានេះទៅបោះដែងប្រវត្តិសាស្ត្រដែលមាន485ទំព័រគឺពីសម័យឧដុង្គមកដល់សម័យកម្ពុជាប្រជាធិបតេយ្យនឹងបោះនៅពេលខាងមុខនេះក្រោយពីយើងលក់បានដូច្នេះការជូនជាកាដូឬជាអនុស្សាវរីយ៍មិនមានទេហើយយើងលែងហេតុអីបានជាយើងលក់ដើម្បីយើងមិនចង់ឲ្យរដ្ឋាភិបាលលំបាកក្នុងការគម្រោងក្នុងការបោះពុម្ពដូច្នេះយើងចង់ចេញពីមហាជនយើងលក់ផលិតផលដែលចេញពីក្រមប្រឹក្សាជាតិភាសាខ្មែរបានបង្កើតវចនានុក្រមនេះហើយវចនានុក្រមនេះបោះពុម្ពយកថវិកាមកហើយថវិកាគឺយើងយកទៅបោះពុម្ពប្រវត្តិសាស្ត្រតទៅទៀតអញ្ចឹងតម្លៃគឺ$36 $36អញ្ចឹងសូមជនរួមជាតិទិញបើចង់ទិញតាក់ទងតាមលេខទូរស័ព្ទដែលបានបង្ហោះនៅខាងក្រោមនេះសូមអរគុណហើយសូមថ្លែងអំណរអរគុណដល់សម្ដេចតេជោដែលលោកបានជួយឧបត្ថម្ភចំនួន 1000 ក្បាលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចំនួន100 ក្បាលហើយរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទជួយ100 ក្បាលហើយរដ្ឋមន្ត្រីក្រសួងធនធានទឹកចំនួន100 ក្បាលប្រធានអគ្គិសនីកម្ពុជាចំនួន140 ក្បាលហើយនិងឯកឧត្តមក្រសួងសុខាភិបាល100 ក្បាលក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារនិងក្រសួងនាវានុវត្តន៍បាទសូមអរគុណ